ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿងរបស់ Admin Moshita ជួបគ្នាជាមួយ Admin ម្ដងទៀតដែលបន្តសាច់រឿងរបស់យើងនៅក្នុងភាគ4ដល់7ដល់ពេលល្ងាចបន្តិចនៅក្នុងកម្មវិធីដេញថ្លៃហ្នឹងស្រាប់តែ Chen E ហ្នឹងគេក៏មកចូលរួមដែរឡើងអ្នកកសែតអីហ្នឹងក៏មានការភ្ញាក់ផ្អើលព្រោះ Chen E កម្រចូលរួមនៅក្នុងកម្មវិធីអីបែបនេះណាហើយ Chen E ក៏មិនទទួលបទសម្ភាសន៍ដែរគឺគេដើរឈ្មោះទៅចូលក្នុងកម្មវិធីទៅយានសិនហ្នឹងគេក៏លាន់មាត់ថាអូបងប្រុសរបស់គេគឺចាប់អារម្មណ៍ជាមួយនឹងកម្មវិធីអញ្ចឹងដែរអី Chen E ក៏តបថាមនុស្សអាចផ្លាស់ប្ដូរចំណង់ចំណូលចិត្តរបស់ខ្លួនបានតែអញ្ចឹងហើយគឺយានសិនហ្នឹងគេក៏បន្តទៀតថាបើសិនជា Chen E ហ្នឹងចូលចិត្តរបស់តែមួយដូចគេមិនបទូដៃឲ្យទេទោះបីជាបងប្រុសរបស់គេក៏ដោយ Chen E ក៏ឆ្លើយតបថាគេក៏ដូចគ្នាដែរហើយនៅពេលនោះឡានរបស់មួយយានហ្នឹងក៏បានមកដល់អ្នកកសែតអីហ្នឹងក៏នាំគ្នាទៅប្រងព្រាតព្រោះថាមួយយានគឺជាតារាល្បីហើយមួយយានចុះពីលើឡានមកជាមួយនឹងយើងទៀតអញ្ចឹងវាកាន់តែកក្រៅទៅហើយពួកគេហ្នឹងក៏ចង់ដឹងថាយើងហ្នឹងគឺជាមិត្តស្រីរបស់មួយយានមែនប៉ុន្តែពួកគេទាំងពីរអ្នកហ្នឹងមិនបានផ្ដល់ចម្លើយអីនោះទេហើយគ្រាន់តែយើងបានដើរមកដល់ទល់មុខពីអ្នកបងប្អូននេះហើយស្រាប់តែគេហ្នឹងក៏ល្អិតស្បែកជើងកែងអញ្ចឹងហើយកំឡោះទាំង3អ្នកហ្នឹងក៏នាំគ្នានឹងឆោងដៃថាទៅជួយយើងតែយើងគេជួយខ្លួនឯងបានព្រោះគេចេះក្បាច់កូននៅល្អិតប៉ុណ្ណឹងគ្មានអីនោះទេយើងក៏ថែមទាំងបានធ្វើជាមិនស្គាល់ពីអ្នកបងប្អូននឹងទៀតអញ្ចឹងហើយChen Eគេមិនអត់ចិត្តទេគេក៏កវាយលួចសួរយើងកំពុងតែចង់ធ្វើអីគេយើងគេក៏ប្រាប់ទៅថា Chen Eមិនចង់ប្រកាសពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈអញ្ចឹងហើយគឺគេមានតែធ្វើអញ្ចឹងទៅគេមិនដើរទៅជាន់ផ្លូវរបស់Chen Eនោះទេគឺពួកគេជាអ្នកដតីនៅក្នុងកម្មវិធីនេះChen Eក៏ចង់ដឹងថាយើងទៅស្គាល់តារាសម្ដែងម្នាក់ហ្នឹងតាំងពីកាលណាយើងគេក៏ថាទៅមិនថ្មីនឹងដែរទេគេបានសរសើរពីមួយយានគឺជាបរិះដែលល្អត្រឹមត្រូវចិត្តល្អអីចឹងទៅធ្វើឲ្យChen Eហ្នឹងទឿនថាកំភ្លេចថាយើងគឺជាអ្នកណាយើងឡើងឌឺតែម្ដងគេថាកំភើយអីគេដឹងថាខ្លួនគេគឺជាអ្នកណាកំពុងតែធ្វើអីប៉ុន្តែពេលនេះគឺគេគឺជាស្ត្រីនៅលាវដល់ពេលដែលChen Eដើរចាញ់ទៅមួយយានក៏មករយយើងអញ្ចឹងគេក៏បានប្រាប់ទៅការមួយយានថាគេចាប់អារម្មណ៍ជាមួយនឹងផ្លាកបញ្ជានេះណាប៉ុន្តែនៃការដេញថ្លៃចាប់ផ្ដើមឡើងពី1លានកន្លះហើយគេអាចទប់ទល់បានត្រឹមតែ3លានប៉ុណ្ណោះទៅមួយយានក៏ប្រាប់យើងកុំឲ្យព្រួយបារម្ភអីចាំគេជួយដេញថ្លៃឲ្យចាត់ទុកថាគឺជាកម្ចីទៅចាំយើងសងគេតាមក្រោយចោលមួយយានគេដឹងពីកុំដល់ដែលយើងចង់បានផ្លាកបញ្ជាហ្នឹងហើយរឿងអីដែលគេមិនជួយហើយដល់ពេលដែលពួកគេកំពុងតែនិយាយគ្នាហ្នឹងយានសឹងក៏សម្លឹងមកដែរដូចគេប្រច័ណ្ឌណាចង់ថាមករកកាត់សង្វាក់ពួកគេប៉ុន្តែដោយសារតែកម្មវិធីដេញថ្លៃហ្នឹងក៏បានចាប់ផ្ដើមវត្ថុបរិញ្ញាដែលពួកគេចាប់ផ្ដើមធ្វើការដាក់ដេញថ្លៃដំបូងបង្អស់ហ្នឹងគឺជាផ្លាកបញ្ជាហ្នឹងតែម្ដងហើយតម្លៃវាចាប់ផ្ដើមពី1លានកន្លះទៅហើយមួយយានទៅត្រូវដេញថ្លៃដើម្បីយកផ្លាកបញ្ជាហ្នឹងឲ្យបានឲ្យយើងប៉ុន្តែយានសឹងរួយគឺប្រច័ណ្ឌយើងអញ្ចឹងហើយព្យាយាមនៅក្នុងការបញ្ចេញតម្លៃជាមួយនឹងមួយយានពួកគេដេញចាប់ពី2 3លាន5 6លានប៉ុណ្ណឹងគឺវាច្រើនខ្លាំងណាស់ស្រាប់តែយានសឹងហ្នឹងគឺហ៊ានដល់10លានទៀតហើយថាតម្លៃត្រឹម10លានហ្នឹងវាច្រើនខ្លាំងមែនតើណាបានទៅលើយានសឹងហើយតែប៉ុន្តែមានតែស្រាប់តែអ្នកមានពិតប្រកបChen Eយើងលាក់មុខហ្នឹងគេដេញដល់20លានតែម្ដងចឹងហើយគ្មានពីណាគេតែហ៊ានដេញលើហ្នឹងទៀតទេព្រោះថាប្រាក់ប៉ុណ្ណឹងវាច្រើនសន្ធឹកសន្ធាប់ខ្លាំងមែនតើអញ្ចឹងរបស់ហ្នឹងក៏វាបានទៅលើChen Eរួចមកហ្នឹងមួយយានគេក៏ឆ្ងល់ជាមួយនឹងយើង20លានគេក៏ហ៊ានដេញដែរប៉ុន្តែហេតុអីក៏យើងហ្នឹងហាមឃាត់គេយើងគេដឹងតែថាមួយយានមានលុយប៉ុន្តែគេគ្មានលុយសោះតែឲ្យមួយយានវិញទេចាំគេហ្នឹងរកដំណោះស្រាយតាមក្រោយវិញហើយដើម្បីងាយស្រួលនៅក្នុងការតាក់ទងគ្នាពេលក្រោយទៀតមួយយានក៏យកទូរស័ព្ទរបស់យើងហ្នឹងមកភ្ជាប់តំណែងជាមួយនឹងគ្នាគេចុចប៉េប៉ហ្នឹងគឺភ្ជាប់គ្រប់កម្មវិធីទាំងអស់ទាំង WeChat ខ្ជូអីនិយាយទៅ 4-5 កម្មវិធីភ្ជាប់ទាំងអស់ព្រោះថាដើម្បីកុំឲ្យវែងគ្នាណាហើយក៏យើងហ្នឹងងាយស្រួលនៅក្នុងការតាក់ទងមកកាន់គេដែរពេលដែលពួកគេដើរមកដល់ខាងក្រៅហ្នឹងក្រុមអ្នកកសែតហ្នឹងនាំគ្នាសម្រុកសួរនាំពីតំណែងរបស់ពួកគេទៀតទៅយើងគេខ្លាចជាមួយនឹងអ្នកកសែតអ្នកក្លាហានរបស់យើងហ្នឹងក៏បង្ហាញមកចេញមកជួយស្រីស្អាតChen Eគេនាំយើងហ្នឹងចេញពីក្រុមអ្នកកសែតតែម្ដងមួយយានសម្លងពីការចាក់ចែងរបស់យើងហើយគេក៏នឹកឃើញទៅដល់រឿងហេតុដែលបានកើតឡើងនៅក្នុងថ្ងៃធ្វើសង្គ្រាមកាលពី1000ឆ្នាំមុនជាមួយនឹងយើងគេធ្វើសង្គ្រាមនៅក្បែរយើងដែរតែពេលហើយគេក៏បានឃើញយើងហ្នឹងគឺត្រូវសត្រូវហ្នឹងបាញ់សម្លាប់ទៅគេហ្នឹងក៏ចូលមកជួយយើងដែលបានពាំងព្រួយនៅចំពោះមុខឲ្យយើងទៀតអញ្ចឹងហើយទៅគេហ្នឹងស្លាប់ទៅព្រមគ្នាជាមួយនឹងយើងដែរហើយឈាមរបស់គេហ្នឹងបានបតក់ទៅលើផ្លាកបញ្ជាវាជាហេតុដែលធ្វើឲ្យគេហ្នឹងបានឆ្លងពេលវេលាមកជាមួយនឹងយើងហ្នឹងហើយយើងគេក៏មកដល់ផ្ទះវិញហើយកំពុងតែដើរនិយាយគ្នាជាមួយនឹងChen Eហ្នឹងគេក៏គិតថានឹងលួចផ្លាកបញ្ជាហ្នឹងពីដៃរបស់Chen Eតែម្ដងហើយចង់វាយឲ្យChen Eហ្នឹងស្លាប់ចៃដន្យChen Eហ្នឹងងាកមកអញ្ចឹងគេក៏យកដៃហ្នឹងដាក់ថ្ពរបស់គេវិញចេញមកឡើងចម្លាយតែម្ដងប៉ុន្តែChen Eមិនបានចាប់អារម្មណ៍ទេក៏សួរនាំហេតុអីក៏យើងចង់បានផ្លាកបញ្ជាហ្នឹងដែរយើងក៏បានប្រាប់ថាគឺដោយសារតែរបស់មួយហ្នឹងវាស្តៀងជាមួយនឹងរបស់ដែលឪពុករបស់គេហ្នឹងមិនសល់តChen Eគេក៏នឹកក្នុងចិត្តថាអូនាងគឺនឹកឪពុករបស់នាងសោះទៅគេហ្នឹងក៏បានធ្វើការបកគោលនៅអាផ្លាកបញ្ជាហ្នឹងឲ្យយើងតែម្ដងតែមួយChen Eគេគិតថានេះគឺជាអំណោយសុំទោសដែលគេហ្នឹងមានការយកច្រឡំទៅលើយើងតាក់ទងជាមួយនឹងរឿងលោកយាយរបស់គេផងដែរយើងថាលុយ20លានហ្នឹងវាច្រើនហើយប៉ុន្តែអារបស់មួយហ្នឹងវាសំខាន់សម្រាប់យើងអញ្ចឹងហើយយើងមានតែព្រមទទួលយកនិងអរគុណខ្លាំងទៅកាន់Chen EហើយChen Eគេថែមទាំងបបួលយើងហ្នឹងលែងលះគ្នាទៀតព្រោះគេដឹងថាមង្គលការមួយនេះគឺធ្វើតាមបំណងលោកយាយនោះទេយើងក៏មិនបាច់ខ្វល់ការចាយវេដែរគេនឹងធ្វើការផ្គត់ផ្គង់គឺនាងអាចរស់នៅដោយសេរីភាពទៅតាមអ្វីដែលនាងចង់បាន
យគេក៏យកព្រមទាំងរីករាយប៉ុន្តែមិនរីករាយដោយសារតែលែងលាក់គ្នានោះទេគេរីករាយចិត្តបានត្រឡប់ទៅសម័យកាលរបស់គេវិញប៉ុណ្ណោះការដោះលែងនេះក៏ឈិនអ៊ីហ្នឹងគិតថាខ្លួនឯងហ្នឹងខុសជាមួយនឹងយាយព្រោះអីកូនចៅរបស់គេហ្នឹងក៏បានប្រាប់ថាមេការដែលចាប់ខ្លួនទៅគាត់បានគាំងបៃដងស្លាប់បាត់គេក៏បានទៅសើពីគ្រួសាររបស់គាត់ដឹងថាគ្រួសារគាត់មិនមែនអ្នកក្រជាពាក់អំណរគេអីនោះទេព្រោះប្រពន្ធគាត់ជាមួយនឹងកូនគាត់បានរត់ទៅស្រុកកំណើតបានធ្វើការបើកហាងមួយនឹងទិញផ្ទះមួយទៀតអញ្ចឹងដូចពួកគេហ្នឹងត្រូវបានទិញក្បាលឲ្យធ្វើអីអញ្ចឹងណាហើយឈិនអ៊ីគិតថារឿងរ៉ាវគ្រួសាររបស់គេហ្នឹងក៏មិនធម្មតាដែរទៅគេមិនចង់ឲ្យយាយហ្នឹងមានរឿងអីពាក់ព័ន្ធនៅក្នុងគ្រួសារគេឡើយទៅមានតែធ្វើការលែងលះជាមួយនឹងនាងអញ្ចឹងឯងដែលឡែកយាយរបស់យើងវិញកំពុងតែធ្វើការបញ្ញាបញ្ញានៅក្នុងការបញ្ជាផ្លាកបញ្ជាមួយនឹងឲ្យវាបញ្ជូនខ្លួនគេហ្នឹងទៅកាន់សម័យកាលនោះវិញប៉ុន្តែទោះបីជាគេធ្វើការបញ្ជាឬមួយក៏ឲ្យលំទោនទៅកាន់ផ្លាកបញ្ជានឹងយ៉ាងណាក៏ដោយក៏វាអត់មានប្រតិកម្មអីដែរវិធីចុងក្រោយហ្នឹងយាយនឹកឃើញថាគេអាចឆ្លងមកដោយសារតែមានឈាមប៉ះពាល់ទៅលើផ្លាកបញ្ជាអញ្ចឹងគេក៏ខំដៃហ្នឹងបតក់ឈាមទៅលើផ្លាកបញ្ជានឹងទៀតនៅតែអត់មានប្រតិកម្មអីយាយក៏អស់សង្ឃឹមហ្នឹងប្រះខ្លួនទៅលើក្រែតែម្ដងទៅហើយពេលហ្នឹងគេក៏បានលងលក់ហ្នឹងក៏ចូលទៅក្នុងសុបិនរបស់គេជាមួយនឹងយាយរូបរាងដើមនៅពេលបច្ចុប្បន្ននេះការពិតនាងបានស្លាប់បាត់ហើយអញ្ចឹងវាគ្រាន់តែជាដួងវិញ្ញាណមួយដូចជាមកបញ្យល់ជាសពគេអញ្ចឹងណាដែលនាងក៏បង្ហាញពីបំណែកនៃផ្លាកបញ្ជាមួយទៀតនៅក្នុងដៃរបស់នាងក៏បញ្ជាក់ឲ្យដឹងថាគ្រួសាររបស់យាយដើមហ្នឹងគឺជាអ្នកមានគុណរបស់គ្រួសារសេនាប្រមុខស្រីយើងអញ្ចឹងហើយទៅយាយដើមហ្នឹងគេសូមឲ្យជួយបំពេញបំណងប្រាថ្នារបស់គេបានប្រាប់រឿងរ៉ាវកាលពីមួយឆ្នាំមុនប៉ារបស់គេហ្នឹងត្រូវបានស្លាប់គ្រួសារគោបានប្រមូលយកទ្រព្យសម្បត្តិរបស់គ្រួសារគេទៅទាំងអស់អញ្ចឹងហើយទៅគេហ្នឹងរៀបការជាមួយនឹងគូឈិនអ៊ីព្រោះគូឈិនអ៊ីហ្នឹងគេគិតថាគឺជាឃាតករដែលសម្លាប់ប៉ារបស់គេប៉ុន្តែគេមិនទាន់អាចរកផុសតាងឃើញនៅឡើយទេទៅគេសូមវល់ឲ្យយាយហ្នឹងជួយគេរឿងពីរមួយគឺស្វែងរកការពិតទាក់ទងជាមួយនឹងការស្លាប់របស់ប៉ាគេហើយទីពីរដណ្ដើមយកជំនួយសន្តាគារជាងស៊ីងដែលជារបស់ប៉ាគេមកវិញដែរតែគ្រាន់តែសេនាប្រមុខយើងបានសន្យាថានឹងជួយយាយដើមហ្នឹងគឺគេហ្នឹងក៏បានភ្ញាក់ពីដំណេកមកវិញបានរួចមកយាយគេក៏ចេញមកគិតនៅខាងក្រៅថាការងារសំខាន់ដែលគេត្រូវធ្វើគឺមានតែជួយបំពេញបំណងនាងប៉ុណ្ណោះហើយស្រាប់តែយានសឹងហ្នឹងក៏បានលួចចូលមកដល់ក្នុងបន្ទប់របស់យាយឆ្លងមកដល់វេរ៉ង់ដាខាងមុខនឹងទៀតណាឲ្យទៅច្រត់ពីខ្នើយខ្នងរបស់យាយទៅធ្វើឲ្យយាយចង់វាយយានសឹងថាយានសឹងហ្នឹងគឺចាប់យាយជាប់ដោយសារតែយាយបានសិក្សាជាមួយនឹងមុខយានការអញ្ចឹងគេក៏គិតថាគេក៏ធ្វើដូចគ្នាដែរក៏ចង់ថោកយាយគេមិនចង់ឈ្លោះនិយាយច្រើនជាមួយនឹងយានសឹងទេគេថារោចាញ់ឯងប៉ុន្តែមានតែយានសឹងហ្នឹងគឺបានចាក់សោទ្វារជាប់បាត់ហើយហ្នឹងហើយក៏ឲ្យយាយហ្នឹងគឺថាថោកគេមកចាំគេបើទ្វារឲ្យប៉ុន្តែមានតែបើជាយាយហ្នឹងគឺដាក់មួយកំភ្លៀងមកតំហឹងតែម្ដងធ្វើឲ្យយានសឹងហ្នឹងខឹងខ្លាំងមែនតើព្រោះថាពេលនេះនាងគ្មានបេះដូងចំពោះគេសោះតែម្ដងឬមួយក៏បានលងស្រឡាញ់ជាមួយនឹងបងប្រុសគេហើយដោយសម្រេចខ្លាំងពេកយាយគេក៏បានខ្ទប់មាត់របស់យានសឹងទៅធ្វើឲ្យពួកគេនឹងដួលទៅទាំងពីរនាក់ហើយរូបភាពមួយហ្នឹងឆិនអ៊ីគេក៏មកឃើញដែរប៉ុន្តែគេគ្មានថាអីនោះទេមានតែហៅពួកគេហ្នឹងចេញមកខាងក្រៅប៉ុណ្ណោះដោយឆិនអ៊ីគេបានយកឯកសារលែងលះមកហើយអញ្ចឹងហើយគេក៏បានសញ្ញេក៏បកគោលឲ្យយាយជាអ្នកសញ្ញេបន្ទាប់ពីការលែងលះហើយយាយចង់តាក់ទងជាមួយនឹងមួយយានឬមួយក៏យានសឹងវាមិនមែនជារឿងរបស់គេទៀតទេព្រោះតែដូចតែយើងបានដឹងថាយាយគេមានរឿងអីដែលត្រូវធ្វើអញ្ចឹងគេមិននឹងលែងលះទៅគេហ្នឹងក៏ហាយនៅឯកសារលែងលះនឹងចោលព្រោះគេមិនព្រមលែងលះឡើយរឿងក៏កែដល់ថ្ងៃបន្ទាប់តែម្ដងដែលយាយហ្នឹងក៏មកសន្តាគាររបស់ប៉ែយាយដែរគេក៏ឃើញបរិបពីរនាក់កំពុងតែជជែកគ្នាដែលម្នាក់គឺជាលោកលាវគឺជាមនុស្សដែលឆិនអ៊ីហ្នឹងបញ្ជាឲ្យមកធ្វើការគ្រប់គ្រងសន្តាគារនេះកំពុងតែបង្គាប់បញ្ជាទៅកាន់លោកវ៉ាដែលជាអ្នកគ្រប់គ្រងនៅទីកន្លែង lobby ទីកន្លែងសម្រាប់នៅខាងក្រៅហ្នឹងឲ្យធ្វើការផ្លាស់ប្ដូរប្រព័ន្ធ system របៀបគ្រប់គ្រងអីអញ្ចឹងណាហើយក៏មិនបាច់តវ៉ាជាមួយនឹងគាត់ច្រើនទៀតដែរព្រោះគាត់តំណាងឲ្យឆិនអ៊ីដែលមកធ្វើការចាត់ចែងនៅកន្លែងហ្នឹងរួចពេលនិយាយចប់ជាមួយនឹងអាប៉ែហ្នឹងហើយលោកវ៉ាហ្នឹងក៏បានឃើញយាយដើរកាន់អញ្ចឹងក៏ស្រាប់ហៅថាអ្នកនាងហ្វូតែរឿងគេបង្វែរមកកាន់ឆិនអ៊ីបន្តិចទៅកំពុងរៀបចំចេញមកធ្វើការហ្នឹងប្អូនស្រីរបស់គេស៊ឺឈីហ្នឹងកំពុងតែនិយាយថាការដែលយាយមិនព្រមលែងលះហ្នឹងព្រោះយាយបានជ្រើសរើសយកឆិនអ៊ីបាននាងនឹងស្រឡាញ់ឆិនអ៊ីហើយឆិនអ៊ីគេឡើងអៀនគួរឲ្យស្រឡាញ់ហ្មងអត់ដឹងថាតបមកជាមួយនឹងប្អូនទេស៊ឺឈីក៏បន្តទៀតថាតាមយោបល់របស់គេស្នេហារបស់យាយជាមួយនឹងយានសិនកាលពីមុនណាគឺចាប់បាត់ហើយអញ្ចឹងនៅពេលនេះឆិនអ៊ីគូរសារលបងតាមយាយម្ដងទៅឆិនអ៊ីក៏ថាឲ្យប្អូនរបស់គេតែម្ដងថាណាឯងរៀបរកពីឲ្យបានត្រឹមត្រូវបន្តិចទៅឯងកំពុងតែធ្វើជាជំនួយការហាត់ការរបស់យើងណាឯងយាយរបស់យើងវិញហ្នឹងក៏ត្រូវមេការវ៉ាហ្នឹងនាំចេញមកខាងក្រៅសន្តាគារដែលប្រាប់ពីទីកន្លែងដែលប៉ារបស់យាយហ្នឹងគឺធ្លាក់កាលពីមុនទៅយាយគេអោនស្ទាបទៅនឹងអត់ទៅក៏បាននឹកឃើញរូបភាពកាលពីមុនជាមួយនឹងប៉ារបស់គេប៉ារបស់យាយដូចជាមានបញ្ហាហិរញ្ញវត្ថុតាក់ទងជាមួយនឹងរឿងសន្តាគាររបស់គាត់ប៉ុន្តែគាត់មិនបានប្រាប់កូនស្រីរបស់គាត់ត្រង់ឡើយគាត់បានជាធ្វើការបកគោនៅបន្តោងគុជដែលជាបំណែកចេញពីផ្លាកបញ្ជាហ្នឹងតែឲ្យយាយប្រាប់ថាគឺជាវត្ថុដែលនាំសំណាងល្អតែឲ្យយាយវាអាចផ្លាស់ប្ដូរចូលវាសនាបានចឹងហើយពេលដែលយាយមានគ្រោះថ្នាក់ទុករក្សាទុកវាបានល្អទៅវានឹងជួយយាយបានដេញដោលសួរនាំពីបញ្ហាសន្តាគារដែរប៉ុន្តែប៉ារបស់គេថាមិនអីទេជាបញ្ហាបន្តិចបន្តួចគាត់អាចដោះស្រាយបានហើយស្រាប់តែក្រោយមកបែរជាប៉ារបស់យាយគាត់បានសម្លាប់ខ្លួនឲ្យលោតពីលើសន្តាគាររបស់គាត់តែម្ដងយាយគឺថាឈឺចាប់ខ្លាំងមែនទែនពេលហ្នឹងសូម្បីតែយាយបច្ចុប្បន្នយើងឃើញរូបភាពនឹងហើយគេក៏សម្រក់ទឹកភ្នែកដែរតតែបន្ទាប់ពីការបាត់បង់ជីវិតរបស់ប៉ាគេហ
ហើយគឺយយមិនអាចធ្វើការដោះស្រាយនៅវិបត្តិហិរញ្ញវត្ថុនៅក្នុងសន្តាគាររបស់គេបានទេឈិនអ៊ីនឹងក៏ឲ្យយយនឹងលក់សន្តាគារមកឲ្យគេមកគឺគេនឹងធ្វើការស្ដារសន្តាគារមួយនឹងឡើងវិញយយមានតែសម្រាប់ចិត្តនៅក្នុងការចុះហត្ថលេខាលក់សន្តាគារប៉ារបស់គេតែឲ្យឈិនអ៊ីនោះទេដើម្បីឲ្យសន្តាគារមួយនឹងវានៅតែអាចឈរជើងបានព្រោះវាជាសន្តាគារដែលប៉ារបស់គេកសាងដោយដៃរបស់គាត់ផ្ទាល់មិនអាចបាត់បង់ទៅដោយតទេទេអញ្ចឹងគេនឹងរកដំណោះស្រាយតាមក្រោយដើម្បីដណ្ដើមយកសន្តាគារនឹងមកវិញប៉ុណ្ណោះត្រឡប់មកគេបច្ចុប្បន្ននេះវិញលោកវ៉ានឹងក៏បានប្រាប់យយកុំឲ្យខូចចិត្តអីគាត់ធ្វើការនៅក្នុងសន្តាគារនេះ10ឆ្នាំហើយគឺគាត់មើលយយធំធាត់ឡើងមកគាត់សុំនិយាយពាក្យពិតតែម្ដងទៅការដួលរលំរបស់គ្រួសារយយគឺមានផលប្រយោជន៍ទៅកាន់គ្រួសារគូរឿងនេះគឺវាមិនមែនចៃដន្យពេកទេនៅក្នុងថ្ងៃដែលប៉ារបស់យយស្លាប់ហ្នឹងក៏មានអ្នកឃើញថាឈិនអ៊ីនឹងមកសន្តាគារនេះដែរអញ្ចឹងលោកវ៉ានឹងក៏ផ្ដែមឲ្យយយយើងហ្នឹងគឺមានការប្រយ័ត្នខ្លួនជាមួយនឹងឈិនអ៊ីបន្តិចទៅយយនៅក្នុងសន្តាគារមួយនេះការចងចាំរបស់គេហ្នឹងចេះតែផលឡើងពីយយកាលពីមុនអញ្ចឹងក៏ធ្វើឲ្យគេហ្នឹងមានភាពរញ៉េរញ៉ៃនៅក្នុងខួរក្បាលខ្លាំងមែនតើហើយពេលហ្នឹងឈិនអ៊ីក៏មកសង្កេតការងារនៅក្នុងសន្តាគារនេះដែរកំពុងតែដើរនិយាយគ្នាហ្នឹងក៏បានប្រទះឃើញយយគេក៏ចូលមកសួរនាំថាតើមានរឿងអីតែយយថាអត់អីទេទើបក៏ប្របួរគ្នាចាញ់មកនិយាយគ្នាតែពីរនាក់ព្រោះថាតំណែងរបស់ពួកគេមិនអាចឲ្យអ្នកដទៃបានដឹងទេយយក៏កំពុងតែគិតថាបើសិនជាឈិនអ៊ីតេតោជាមួយនឹងការស្លាប់របស់ប៉ាយយមុនមែនណាគេគួរតែសួរនាំឬមួយក៏អត់ទេក៏ចូលកើតឡើងហ្នឹងក៏ប្រុងសួរនាំទៅកាន់ឈិនអ៊ីត្រង់តែម្ដងណាប៉ុន្តែឈិនអ៊ីហ្នឹងបាននិយាយរកកាត់សង្វាក់មុនដែលគេហុចกระดาษឲ្យយយខៃលោយយត្រូវការជូតទឹកភ្នែកអីទៀតដែរតែយយគេមិនត្រូវការឡើយអញ្ចឹងទៅឈិនអ៊ីហ្នឹងក៏ប្រាប់ថាការដែលគេនាំមកនិយាយគ្នានេះព្រោះគេដឹងថាសន្តាគារជាងសេងគឺជាសន្តាគារដែលកសាងឡើងដោយដៃរបស់ប៉ាយយផ្ទាល់ច្បាស់ជាមានអនុស្សាវរីយ៍ច្រើនជាមួយនឹងគ្រួសារនៅក្នុងសន្តាគារនេះទៅគេឲ្យយយហ្នឹងគឺមកលេងសន្តាគារនេះពេលណាក៏បានដែរស្រេចតែចិត្តរបស់នាងទៅចោលឈិនអ៊ីក៏ដូចជាមានអីហ្នឹងបកគោលឲ្យយយដែរប៉ុន្តែស្រាប់តែមានអ៊ំសន្តិសុខម្នាក់ហ្នឹងគឺបានយកកបិតហ្នឹងថាមកចាក់ឈិនអ៊ីតែឈិនអ៊ីហ្នឹងក៏ជួយការពារយយគេក៏មានរបួសបន្តិចយយក៏វាយអ៊ំសន្តិសុខម្នាក់ហ្នឹងដួលទៅគាត់បានឃើញមុខរបស់យយគាត់ស្គាល់តែម្ដងគឺជាអ្នកនាងរបស់គាត់អញ្ចឹងគាត់ក៏រៀបរាប់ទុកលំបាកតែម្ដងទៅបន្ទាប់ពីគ្រួសារគូធ្វើការគ្រប់គ្រងសន្តាគារនេះហើយបុគ្គលិកចាស់ទាំងអស់ត្រូវគេបន្ទាបបន្ថោកតំណែងរបស់ខ្លួនខ្លះក៏ត្រូវដេញចេញដូចជាគាត់អញ្ចេះអាយគឺគាត់ធ្វើការពេញមួយជីវិតរបស់គាត់នៅសន្តាគារនេះហើយជិតដល់ពេលដែលគាត់ត្រូវចូលនិវត្តន៍បែរជាត្រូវគេហ្នឹងបណ្ដេញគាត់ចេញទៅវិញអញ្ចឹងបានគាត់ស្អប់ឈិនអ៊ីខ្លាំងមែនតើជាអ្នកគ្រប់គ្រងសន្តាគារនេះបច្ចុប្បន្នហ្នឹងតែយកតូនដឹងថាតើរឿងរ៉ាវពិតប្រាកដហ្នឹងវាយ៉ាងណាដល់ឡើយទេដោយសារតែសាច់រឿងនៅក្នុងភាគនេះគឺបានស្លេះតែប៉ុណ្្នឹងហើយអញ្ចឹងចាជួបគ្នាជាមួយ admin ម្ដងទៀតនៅក្នុងភាគក្រោយទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ